ចូលតាក់ទងទៅនឹងការធ្វើកសិកម្មដាំដុះនៅក្នុងផ្ទះសំណាញ់ឬក៏នៅទីវាលមួយណាអាចសន្សំសំចៃជាងមកយើងនិយាយពីទីវាលនៅក្នុងផ្ទះសំណាញ់យើងប្រកាសជាឃើញផ្ទះសំណាញ់ត្រូវចាយលុយអស់ច្រើនជាងដោយសារតែផ្ទះសំណាញ់ត្រូវការសាងសង់រោងសាងសង់ក្របកស៊ូដាក់សំណាញ់ជាដើមនោះគឺការពារសត្វទឹករបស់វាទៅខ្លាយប៉ុន្តែបើយើងនិយាយអំពីគុណសម្បត្តិគុណវិបត្តិពីរផ្សេងគ្នាយើងតាមនៅទីវាលគឺយើងអត់ត្រូវការចំណាយទេប៉ុន្តែយើងត្រូវការបាច់ថ្នាំសត្វល្អិតញឹកញាប់ត្រូវការប្រើទឹកអស់អស់ច្រើនណាស់ដោយសារតែវានៅទីវាលហើយបើសិនជារដូវវស្សាយើងពិបាកដាំជានៅក្នុងផ្ទះសំណាញ់វាមានទឹកដក់វាមានធ្វើឲ្យជាប់ទឹកឲ្យដំណាំនឹងខូចលួយជាដើមតែបើយើងងាកមកមើលក្នុងផ្ទះសំណាញ់វិញទោះបីតែយើងសាងសង់អស់ថ្លៃមែនប៉ុន្តែបន្លែយើងគេហៅថាជាបន្លែសុវត្ថិភាពដោយសារយើងប្រើប្រាស់ថ្នាំអស់ទឹកអត់សូវមានសត្វល្អិតមកខ្លាញ់យើងអាចដាំទាំងប្រាំងទាំងវស្សាបានខុសពីទីវាការធ្វើផ្ទះសំណាញ់តើយើងត្រូវចំណាយជារៀងរាល់ឆ្នាំឬក៏បែបណាផ្ទះសំណាញ់មួយវាអាស្រ័យលើគុណភាពស្បៃហើយនឹងកៅស៊ូដែលក្របនឹងអញ្ចឹងបើសិនជាករណីដែលយើងប្រើកៅស៊ូក្រាស់ល្អយើងប្រើបានយូរឆ្នាំទៅតែបើយើងប្រើកៅស៊ូល្មមហ្នឹងគឺយើងដាក់ជីវាធ្វើឲ្យវាខាតស្បៃរបស់យើងហើយដូចជាស្បៃគឺរដូវវស្សាពិបាកដាំអញ្ចឹងបើយើងដាំនៅក្នុងបានតម្លៃបានតម្លៃល្អហើយទិន្នផលវាអត់ខូចទេបើយើងដាំស្អាតខូចចាបងការដាំកសិកម្មផ្សេងនៅក្នុងផ្ទះសំណាញ់ហ្នឹងអាចកាត់បន្ថយអីខ្លះបងដូចជាទឹកឬក៏ពន្លឺឬអីផ្សេងបងទី1យើងនិយាយពីទឹកមុនគេដោយសារតែទឹកភាគច្រើននៅក្នុងផ្ទះសំណាញ់គេប្រើប្រព័ន្ធដំណក់ទឹកទេអញ្ចឹងវាប្រើជួយសំចៃទឹកកណ្ដាល